សួស្តីបងប្អូនទាំងអស់គ្នាបាទនៅពេលនេះយើងចូលដល់លេខ14គន្លឹះវិជ្ជករតដែលបរិបត្តិស័ព្ទដែលយើងនឹងរៀនជាមួយគ្នានៅថ្ងៃនេះគឺវ៉ាខ្វាតវ៉ាខ្វានេះខ្ញុំគិតថាប្រហែលជាមានបងប្អូនច្រើនធ្លាប់ស្គាល់ធ្លាប់ជួបហើយបាទវាស្រដៀងនឹងវិជ្ជករមេរៀនមុនបាទដែលយើងរៀនជាមួយនឹងគ្នាហាកូបាទគឺដូចគ្នាអញ្ចឹងរបៀបប្រើរបស់វាតប៉ុន្តែវាមានលក្ខណៈពិសេសមួយចំនួនផ្សេងទៀតដែលយើងគួរដឹងតអញ្ចឹងឥឡូវនៅពេលនេះយើងនឹងមើលបរិបត្តិស័ព្ទនេះឲ្យលម្អិតជាមួយនឹងគ្នាតតែនៅថ្ងៃនេះខ្ញុំលើក6ចំណុចបាទសំខាន់ពាក់ព័ន្ធជាមួយនឹងបរិបត្តិស័ព្ទនេះបាទទី1គឺយើងប្រើជាមួយនាមដើម្បីភ្ជាប់នាមជាច្រើនជាមួយគ្នាតដោយហាកូអញ្ចឹងបាទថា한국의 대표적인 명절은 설날과 추석이에요. 자, 장면입니다. ថ្ងៃបុណ្យធំបាទរបស់កូរ៉េបាទថ្ងៃបុណ្យធំរបស់កូរ៉េគឺ설날បាទចូលឆ្នាំថ្មីនិងឈូសកបាទនឹងថ្ងៃបុណ្យឈូសកបាទតអញ្ចឹងយើងមើលនេះហើយនឹងឃើញទេវ៉ាខ្វាហ្នឹងហើយនឹងតអញ្ចឹងនៅក្នុងកន្លែងនេះរបៀបបំបីតម្រងគឺនាមដែលបញ្ចប់ដោយស្រៈយើងប្រើវ៉ានាមដែលបញ្ចប់ដោយព្យញ្ជនៈយើងប្រើខ្វាតើនៅ설날បញ្ចប់ដោយរីអឺលមិនចឹងព្យញ្ជនៈអញ្ចឹងយើងប្រើខ្វាត설날과 추석이에요តើចឹងយើងប្រើដើម្បីភ្ជាប់នាមរបៀបនឹងឯងតើឥឡូវយើងមើលឧទាហរណ៍មួយទៀតឧទាហរណ៍ទី2 한국에서 어떤 일을 해봤습니까? តើអ្នកធ្លាប់ធ្វើកិច្ចការអ្វីនៅក្នុងប្រទេសកូរ៉េតើ무역 회사와 자동차 회사에서 홍보를 담당했었습니다. តើខ្ញុំធ្លាប់តើ 했었습니다 នៅកន្លែងនេះអតីតកាល2តង់បាទតាមពិតយើងនិយាយ 했습니다 ទេមិនអតីតកាលតើពេលណាគេថែមអតីតកាលមួយទៀតមានអតីតកាលបញ្ចប់ដាច់ពិតមួយមានន័យថាពីមុនធ្វើអញ្ចឹងតែឥឡូវនេះគឺអត់សោះហ្មងតើពេលហ្នឹងគឺយើងប្រើទម្រង់ហ្នឹងហើយខ្ញុំឧទាហរណ៍ឲ្យជារបៀបចេះឧទាហរណ៍ណាឧទាហរណ៍ថា저는 저는 3년 전에 한국에 갔어요. តើមានខ្ញុំបានទៅកូរ៉េកាលពី3ឆ្នាំមុនតើនឹងមួយទៀតដូចគ្នាអញ្ចឹងតើ3년 전에 한국에 갔었어요. តើពេលណាគេនិយាយអញ្ចឹងមានន័យថាចេះពេលណាយើងនិយាយ 갔어요 មានន័យថាឧបមាថាឥឡូវយើងមកធ្វើការនៅកូរ៉េហើយយើងទៅលេងស្រុកខ្មែរសត្វតែយើងជួបជាមួយនឹងជនជាតិកូរ៉េគេនិយាយសួរអូនឯងធ្លាប់ទៅកូរ៉េដែរអូនឯងទៅកូរ៉េពេលណាតើ저는 3년 전에 한국에 갔어요. តើអញ្ចឹងមានន័យថាពេលណាយើងនិយាយ3ឆ្នាំមុនយើងទៅកូរ៉េមានន័យថាឥឡូវហ្នឹងក៏យើងអាចនៅកូរ៉េដែរប៉ុន្តែគ្រាន់យើងមកលេងខ្មែរយល់ទេមានន័យថាយើងនៅពងនៅធ្វើការនៅកូរ៉េតើអត់តន់ចប់អាណត្តិទេតែយើងទៅលេងខ្មែរតែអញ្ចឹងយើងប្រាប់គេថាខ្ញុំបានទៅកាលពី3ឆ្នាំមុនអញ្ចឹងពេលនេះយើងប្រើអតីតកាលធម្មតាតែបើសិនណាយើងប្រើ 갔었어요 វិញមានន័យថាឧបមាថា 3년 전에 갔었어요 តើ3ឆ្នាំមុនខ្ញុំធ្លាប់ទៅកូរ៉េតែឥឡូវហ្នឹងខ្ញុំអត់នៅកូរ៉េទៀតទេគឺមានន័យអញ្ចឹងចាយល់ទេតើអញ្ចឹងអានឹងលក្ខណៈខុសគ្នាពីរនឹងរវាង 갔어요 ហើយនឹង 갔었어요 ដែរតើអញ្ចឹង 무역 회사와 자동차 회사에서 홍보를 담당했었습니다 បាទខ្ញុំធ្លាប់ជាអ្នកផ្សព្វផ្សាយបាទធ្វើការផ្នែកផ្សព្វផ្សាយនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មនាំចេញនាំចូលនិងក្រុមហ៊ុនយានយន្តដែរតើអញ្ចឹងនឹងនៅកន្លែងនេះវ៉ាគេប្រើវ៉ាអញ្ចឹងនាមដែលបញ្ចប់ដោយស្រៈយើងប្រើវ៉ានាមដែលបញ្ចប់ដោយព្យញ្ជនៈយើងប្រើខ្វាដែរតើនេះចំណុចទី1តើចំណុចទី2គឺយើងប្រើជាមួយនឹងនាមដូចជាឧទាហរណ៍ថា ខាតា ថារីដា ភីយ៉ូហាដា ភីសិថាដា តើនេះយើងរៀនហើយមិនអញ្ចឹងម៉ោងមុនហាកូដូចគ្នាអញ្ចឹងហាកូបាទយើងប្រើសម្រាប់ប្រៀបធៀបបាទប្រើសម្រាប់ប្រៀបធៀបឧទាហរណ៍ថាវ៉ាភីសិថាដាបាទស្រដៀងនឹងអីមកថាខ្ញុំ나는 체격이 형과 비슷해서 옷을 같이 입는다 តើខ្ញុំមានរូបរាងបាទរាងរបស់ខ្ញុំនឹងដូចប៉ុនបងខ្ញុំអញ្ចឹងដូចបងខ្ញុំអញ្ចឹងស្តៀងបងខ្ញុំដូច្នេះហើយយើងពាក់អាវ 같이 ជាមួយគ្នាតើ 옷을 같이 입는다 ឃើញនេះវ៉ាខ្វា비슷해서បាទស្រដៀងគ្នានឹងបាទស្រដៀងនឹងមកថាវ៉ាខ្វាខាត់តាដូចនឹងវ៉ាខ្វាថាឬតាខុសនឹងឬមកខុសពីឬមក비슷하다តើឬមួយក៏បាទមានន័យថាយើងប្រើសម្រាប់ប្រៀបធៀបអីមួយពេលហ្នឹងគឺយើងប្រើទម្រង់ហ្នឹងវ៉ាខ្វា비슷하다វ៉ាខ្វាខាត់តាថាឬតាឬមួយក៏비교하다ដែរតើលេខមើលលេខ3តើលេខ3ប្រើជាមួយកិរិយាដែលមិនអាចឈរតែឯងបាទដែលមិនអាចឈរតែឯងដូចមើលអាកន្លែងហាកូគឺយើងចាំដែរបងអ្នកមើលហាកូហើយមេរៀនទី13ហើយខ្ញុំគិតថាបែរជាយល់ដែរអាហ្នឹងតើដូចពាក្យសាគីតាសែបគប់សៅតាឆ្លោះគ្នាឈីណាតាស្នាលអូលីដាឆរុនហាតាពាក្យទាំងអស់ហ្នឹងគឺយើងប្រើវ៉ាខ្វាជាមួយនឹងបាទជាមួយនឹង
ឧទាហរណ៍ថា남동 생은 10년 동안 만나 온 여자친구와 결혼하기로 했습니다. 또 온 프로របស់ខ្ញុំបានសម្រេចចិត្តរៀបការជាមួយនឹងឃើញទេវ៉ា 결혼하다 រៀបការជាមួយនឹងគេដែរមិត្តស្រីត 10년 동안 만나 온 ត 만나 온 នេះស្រឡាញ់គ្នាមកឲ្យមានជួបគ្នាមកបាទជួបគ្នាមកបានយល់ទេជួបគ្នាមកបានរយៈពេល10ឆ្នាំតនៅក្នុងភាសាកូរ៉េពេលណាយើងប្រើពាក្យភេទផ្ទុយគ្នាយើងប្រើពាក្យ manada មានន័យស្រឡាញ់គ្នានឹងឯងបាទឬមួយក៏ជួបដើម្បីមើលចិត្តគ្នាអីចឹងណាយើងពិចារណាប្រើពាក្យស្រឡាញ់គ្នាមានថាបងប្អូនរបស់ខ្ញុំបងប្រុសរបស់សម្រាប់ចិត្តរៀបការជាមួយនឹងមិត្តស្រីគាត់ដែលជួបគ្នាមកបាន10ឆ្នាំហើយណា10ឆ្នាំគេអញ្ចឹងវ៉ាកាខោរូនហាតាណាយើងប្រើរបៀបហ្នឹងណាតបន្តមកទៀតទី4គឺយើងប្រើបើយើងប្រើក្នុងទម្រង់វ៉ាកាថាលីតនៅកន្លែងនេះចាំទម្រង់ហ្នឹងតែម្ដងវ៉ាកាថាលីគឺនិយាយអំពីអ្វីពីរយ៉ាងខុសគ្នាដែលមានន័យថាអូមកថា A ខុសពី B តគឺទម្រង់បែបនេះឧទាហរណ៍ថាហាស៊ូកើនតហាស៊ូឆាត់ឈីតពីរនេះផ្ទះជួលដូចគ្នាតែពីរនេះយើងបកប្រែផ្ទះជួលដូចគ្នាតហាស៊ូកាឆាត់ឈីហាស៊ូកើនឆាត់ឈីវ៉ាថាលីតមានថាហាស៊ូខុសពីឆាត់ឈីតែពីរនេះផ្ទះជួលដូចគ្នាតែខុសគ្នារបៀបមិនដែរហារូ2번 식사를 제공한다បាទគឺផ្ដល់អាហារ2ដងក្នុងមួយថ្ងៃដែលខ្ញុំនិយាយថាហាស៊ូជីបបាទហាស៊ូគឺគេផ្ដល់អាហារឲ្យ2ដងក្នុងមួយថ្ងៃខុសពីឆាត់ឈីព្រោះមូលហេតុអីផ្ទះឆាត់ឈីគឺយើងធ្វើម្ហូបខ្លួនឯងតែបើហាស៊ូគេឲ្យអាហារពេលព្រឹកនិងអាហារពេលល្ងាចណាពីច្រើនសម្រាប់និស្សិតបាទសិស្សសាលាដែលគាត់ទៅរៀនអញ្ចឹងដល់ពេលគាត់នៅផ្ទះជួលហើយគាត់អត់មានពេលធ្វើម្ហូបធ្វើអីអញ្ចឹងណាអញ្ចឹងអ្នកដែលគេចង់ធ្វើម្ហូបញ៉ាំខ្លួនឯងគេនៅឆាត់ឈីបើអ្នកចង់នៅកន្លែងថាគេធ្វើម្ហូបឲ្យគេនៅហាស៊ូណាជារបៀបអញ្ចឹងតែអញ្ចឹងវ៉ាថាលីខុសពីណាតបន្តមកទៀតទី5យើងប្រើខ្វាបានតែម្ដងវ៉ាខ្វាតែម្ដងទេនៅពេលនិយាយអំពីនាមចាប់ពី3ឡើងទៅបាទអញ្ចឹងពេលណាយើងនិយាយនាម3 4 5 6អីអញ្ចឹងគឺយើងប្រើវ៉ាខ្វាតែម្ដងទេយើងប្រើមុខក៏បានក្រោយក៏បានជារបៀបចេះ저는 봄과 겨울을 좋아합니다. តើខ្ញុំចូលចិត្តរដូវផ្ការីករដូវស្លឹកឈើជ្រុះនិងរដូវរងាតើអញ្ចឹងខ្វាយើងប្រើតែម្ដងនេះយើងអត់អាចប្រើមកខោលខ្វាខើខ្វាខោឬតែប៉ុន្តែយើងប្រើក៏វាមិនខុសដែរគាត់ថាវិជ្ជាករភាសាកូរ៉េគេប្រើអញ្ចឹងទៅឆ្កងតើអញ្ចឹងគេប្រើម្ដងនៅហ្នឹងឬមកក៏យើងប្រើនៅខាងក្រោយនេះក៏បាន저는 봄 가을과 겨울을 좋아합니다. បាទយើងប្រើរបៀបអញ្ចឹងក៏បានដែរតើ여름은 좋아하지 않습니다. បាទខ្ញុំអត់ចូលចិត្តរដូវផ្ការដូវក្តៅទេតើអញ្ចឹងយើងចាំវ៉ាខ្វាពីច្រើនបើនៅក្នុងប្រយោគយើងនិយាយរៀបរាប់ច្រើនយើងប្រើតែម្ដងឯងយើងប្រើតែម្ដងតើបន្តមកទៀតពួកយើងចាំឯងទម្រង់វ៉ាខ្វាដូចគេដែរដូចហាកូបាទពីរនឹងដូចគ្នាអញ្ចឹងតើប៉ុន្តែនៅកន្លែងនេះវ៉ាខ្វាហើយនឹងហាកូបើសិនណាយើងប្រើវ៉ាខ្វាយើងត្រូវប្រើវ៉ាខ្វាទាំងអស់បើយើងប្រើហាកូទាំងអស់យើងអាចប្រើជាមួយគ្នានៅក្នុងប្រយោគតែមួយបានទេឧទាហរណ៍ដូចជារបៀបចេះ저는 백화점에서 옷과 신발하고 모자를 តើយើងមើលនៅកន្លែងនេះដែលមានខ្វាផងមានហាកូផងតោះនៅក្នុងនេះយើងប្រើមួយគ្នាអត់បានទេបើយើងប្រើវ៉ាខ្វាយើងប្រើវ៉ាខ្វាទាំងអស់បើយើងប្រើហាកូយើងត្រូវប្រើហាកូទាំងអស់ដែរតោះអញ្ចឹងនេះគឺជា6ចំណុចបាទតាក់ទងជាមួយនឹងបរិយាស័ព្ទវ៉ាខ្វាបាទដែលពួកយើងទាំងអស់គ្នាគួរតែចេះដែរតោះអញ្ចឹងឥឡូវយើងមើលលំហាត់ជាមួយនឹងគ្នាបន្តិចតើលំហាត់ទី1តើ 부산은 서울 달리 겨울에 눈에 거의 오지 않는다 តើ 부산 គឺនៅរដូវរងាអត់ទៅមានប្រើធ្លាក់ទេខុសពីសេអ៊ូលតើបើយើងខុសពីយើងត្រូវប្រើគេដែរយើងអាចប្រើសូលថាលីបាននេះត្រូវមានអីនៅកណ្ដាលហ្នឹងត្រូវមានអីនៅកន្លែងនេះអូសំទោសបាទត្រូវមានអីនៅនេះវ៉ាឬមួយក៏ខ្វាតោះសូលខ្វាឬមួយក៏វ៉ាបាទសូលខ្វាបាទពីព្រោះសារវាបញ្ចប់ដោយស្រៈបាទបញ្ចប់ដោយស្រៈបញ្ចប់ដោយព្យញ្ជនៈអញ្ចឹងយើងត្រូវប្រើខ្វាដែរតើបន្តមកទី2តើយងសានឆនចាសង្កៃនឹងបាននៅហាងលក់គ្រឿងអេឡិចត្រូនិកយងសានតើមានច្រើនប្រភេទណាបាទមានគេ computer camera shooter ច្រើនណាហើយនឹង audio តើ audio នៅកន្លែងនេះមិនញ៉ៃយើងអាចនិយាយមិនញ៉ៃអញ្ចឹងទៅណាបាទមិនញ៉ៃតើមានច្រើនណាស់តើយើងប្រើវ៉ាមួយគ្នាចឹងអត់បានទេយើងប្រើបានតែម្ដងទេយល់ទេមក computer와 camera shooter ច្រើនណា audio가 다양하게 있습니다 ឬមកយើងអាចនិយាយថា 컴퓨터, 카메라, 휴대전화와 오디오가 다양하게 있습니다. តើយើងប្រើយ៉ាងម៉េចក៏បានដែរប៉ុន្តែយើងប្រើតែម្ដងនៅក្នុងប្រយោគហ្នឹងបាទអញ្ចឹងតោះនេះគឺជាខ្លឹមសារមេរៀនរបស់យើងនៅថ្ងៃនេះបាទខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់និងចេះពីរបៀបប្រើប្រាស់ទម្រង់វ៉ាក្វានេះទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនមែនទែនបាទយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតនៅក្នុងមេរៀនបន្ទាប់សូមអរគុណ